សូមស្វាគមន៍មកកាន់សាលាជំនាញវិទ្យាករនិងបកប្រែដែលមានបរិញ្ញាបត្រវិទ្យាករ Part of Speech វិទ្យាករ Writing Skill វិទ្យាករ TOEFL បកប្រែសំឡេងបកប្រែផ្ទាល់មាត់សន្ទនាគ្រប់កម្រិតទាំងអស់អូខេថ្ងៃនេះខ្ញុំបរៀនបន្តនៅសន្ទនាកម្រិតដំបូងហើយឥឡូវនេះយើងចូល Unit 6 មេរៀនទី6ហើយនេះជាចំណងជើងនៃមេរៀនទី6 Asking about family members asking about family members ការសួរអំពីសមាជិកគ្រួសារហើយខ្ញុំបរៀនពីសំណួរទី1ដល់សំណួរទី4តែសូមបញ្ជាក់ក្នុងសភៅខ្ញុំអត់មានដាក់អីរៀងទេណាតែខ្ញុំដាក់នេះនៅលើក្តារខ្ញុំនិយាយសួរក្នុងការបរៀនអ្នកនរគ្នាឥឡូវនេះយើងចូលលេខរៀងទី1 please to see you please to see you រីករាយណាស់ដែលបានជួបអ្នក what are you doing what are you doing តើអ្នកកំពុងធ្វើអ្វីអសញ្ញាព្រោះនេះជាចម្លើយ yes nice to meet you yes nice to meet you បាទរីករាយណាស់ដែលបានជួបអ្នក I'm sitting for fun I'm sitting for fun ខ្ញុំកំពុងអង្គុយលេងចូលលេខរៀងទី2 anyway are you living here alone anyway are you living here alone និយាយអញ្ចឹងតើអ្នកកំពុងរស់នៅទីនេះតែម្នាក់ឯងឬសញ្ញាព្រោះនេះជាចម្លើយ no I'm living with my family members these days no I'm living with my family members these days ទេអត់ទេសប្តាហ៍ថ្ងៃនេះខ្ញុំកំពុងរស់នៅជាមួយសមាជិកគ្រួសាររបស់ខ្ញុំចូលលេខទី3 how many brothers and sisters do you have how many brothers and sisters do you have តើអ្នកមានបងប្អូនប្រុសស្រីប៉ុន្មានអ្នកសញ្ញាព្រោះជាចម្លើយ well I have 2 brothers and 3 sisters well I have 2 brothers and 3 sisters ពិតមែនហើយខ្ញុំមានបងប្អូនប្រុស2នាក់និងបងប្អូនស្រី3នាក់លេខទី4 where do you come from in your family where do you come from in your family តើអ្នកជាកូនទីប្រមាណនៅក្នុងគ្រួសារសញ្ញាព្រោះជាចម្លើយ I'm the first child in my family I'm the first child in my family នៅក្នុងគ្រួសារខ្ញុំជាកូនទី1ហើយខ្ញុំបើកវងចត់នេះគឺកូនច្បង first child គឺកូនច្បងហ្នឹងឯងណាអូខេអ្នកនាងចុងក្រោយខ្ញុំនឹងជូនដំណឹងតាក់ទងទៅនឹងការលោកសភៅខ្ញុំមានលោកសភៅ formal words សភៅពាក្យប្រើផ្លូវការដែលសភៅនេះមានពាក្យកសែតទាំងអស់ហ្នឹងហើយតាំងកម្រិតទាបកម្រិតមធ្យមកម្រិតខ្ពស់បំផុតមាននៅទាំងអស់ហ្នឹងហើយក្នុងសភៅ formal word នេះមានរាប់លានពាក្យនៅក្នុងហ្នឹងសម្រាប់អ្នកនរគ្នាយកទៅប្រើក្នុងស្ថាប័នការងារសភៅ structure សភៅ expression សភៅ fixed expression សភៅ idiom របស់អាមេរិកកាំង idiom របស់អង់គ្លេសសភៅវេយ្យាករណ៍ part of speech វេយ្យាករណ៍ writing skill វេយ្យាករណ៍ TOEFL និងសភៅសន្ទនាគ្រប់កម្រិតសូមបញ្ជាក់សភៅទាំងអស់ហ្នឹងសុទ្ធតែខ្ញុំបានរៀបចំជាភាសាអង់គ្លេសឲ្យបកប្រែខ្មែររួចហើយណាអូខេបើអ្នកនរមានបំណងចង់ទិញសភៅណាមួយយកទៅប្រើការក្នុងស្ថាប័នការងាររបស់អ្នកនរអាចតាក់ទង Telegram របស់ខ្ញុំគឺ093 553 191អូខេប៉ុណ្្នឹងចុះ